បាទសូមអនុញ្ញាតបោនកាយគ្រប់ជំរាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងតាមដានការផ្សាយបន្តផ្ទាល់នៃអង្គភាព SNTV ព្រឹកញូបាទគណៈពេលនេះយើងទទួលព័ត៌មានបឋមពីបាទប្រភពកន្លែងកាត់ហេតុនៅការឋានមួយកន្លែងបាទស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងនៅខេត្តសីហនុដែលទីតាំងនៅត្រង់ចំណុចបាទ Channel Town បាទប្រភពកន្លែងកាត់ហេតុបានបញ្ជាក់ថាមានកម្មករសំណង់ម្នាក់ដែលបានធ្លាក់ពីលើកន្ត្រកយោងនោះបាទធ្លាក់ពីលើអាគារនេះបាទពីជាន់ទី20បាទ27 28ប្រិមិត្តទស្សនិកជនបាទហើយពេលវេលាដែលធ្លាក់នោះគឺខ្ទង់ចន្លោះម៉ោង4ជាងបាទនៅថ្ងៃទី27ខែមីនាឆ្នាំ2025បាទបន្ទាប់ពីទទួលព័ត៌មានបឋមពីខាងបងប្អូនជាប្រវត្តិកម្មករបុគ្គលិកធ្វើការនីតិនេះបាទហើយយើងក៏បានរាយការណ៍ជូនសមត្ថកិច្ចបាទលោកបានរាយការណ៍ជូនសមត្ថកិច្ចក៏បានមកដល់ហើយលោកក៏បានលោកសមត្ថកិច្ចបានបញ្ជាក់ថាសង្ស័យនឹងខ្យល់កធ្លាក់ពីលើនោះបាទប្រិមិត្តជនបានឃើញថាយើងក្រុមការងារយើងមកដល់ទីនេះគឺពោះម៉ោងកម្មករធ្វើការហើយប្រិមិត្តបានហើយក៏មានវត្តមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលអញ្ជើញមកដល់ដែរហើយទីតាំងដែលធ្លាក់នោះគឺបាទទៅនៅជ្រុងអគារម្ខាងទៀតប្រិមិត្តបាទយើងទៅមើលជ្រុងម្ខាងទៀតនៃអគារនោះគឺនៅខាងតែមានកន្ត្រកហើយពាក់ព័ន្ធជាមួយរូបភាពផ្សេងយើងនឹងអាប់ដេតតាមក្រោយទៀតបាទជ្រុងអគារម្ខាងទៀតនោះហើយសូមបញ្ជាក់ប្រិយមិត្តទស្សនិកជនផងថាអគារមួយនេះគឺមានកម្មករកំពុងតែធ្វើការបាទសាងសង់ធ្វើការហើយគាត់ជាកន្ត្រកហ្នឹងហើយជាអាចនឹងដាក់កញ្ចក់ក៏លាងសម្អាតនៅលើផ្ទៃអគារខាងលើក៏យើងអត់ដឹងដែរប្រិយមិត្តបាទប្រិមិត្តទស្សនិកជនយើងបាទយើងឃើញថានេះជ្រុងមកអគារខាងនេះបាទជ្រុងអគារមកខាងនេះហើយដែលគេរាយការណ៍មកថាធ្លាក់កន្ត្រកហ្នឹងបាទធ្លាក់ទៅចេញពីកន្ត្រកក៏មិនដឹងបាទគាត់ប្រាប់ថាធ្លាក់ពីជាន់លើនោះមកពីជាន់លើនោះមកទៅខ្ពស់ជាន់ទី27 28នោះបាទធ្លាក់ពីលើនោះមកហើយចូលមកប្រឡោះនេះបាទប្រឡោះជ្រុងនេះមួយនេះហើយតបក៏ធ្លាក់ដល់ក្រោមដែរបាទហេតុការណ៍នេះធ្វើបាទយើងទល់ឃើញថាម៉ោង7:06បានឃើញមានសាច់ញាតិសពហ្នឹងគេមកដល់តាមការរំដងតាមរយៈសមត្ថកិច្ចបាទលោកវិញជាមកដល់ទីនេះដែរហើយម៉ោងដែលក្រុមការងារផ្សាយនេះគឺម៉ោង6:05នាទីបាទថ្ងៃទី27ខែមីនាឆ្នាំ2025នេះបាទតែតាមមកដល់ផ្លូវបាទឆានថោនប្រិមិត្តជនបាទនៅអូត្រេសនេះតែម្ដងបាទអរគុណណាប្រិមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានការផ្សាយតបតរបស់អង្គភាព SNTV ព្រឹកញូពាក់ព័ន្ធនឹងព័ត៌មានលម្អិតយ៉ាងណាមិញក្រុមការងារនឹងអាប់ដេតនៅតាមក្រោយទៀតបាទអរគុណក្រុមការងារសូមអរគុណសូមគោរពលា